នេះយើងលប់ឡាយហើយលប់ឡាយហើយបានយើងដងពេលស្ងួតមកដងទឹកចេញអស់ហើយយើងក្រាលនេះមុនចាក់បេតុងគឺយើងក្រាលតង់នេះក្រាលហ្នឹងគឺដើម្បីកុំឲ្យដីវាចូលអ្នកខ្លះគេកអិតអ្នកខ្លះគេដាក់ពុំតែនេះខ្ញុំក្រាលតង់ជុំវិញទាំងអស់ហើយដាក់ដៃចូលហើយបានចាក់បេតុងពេលយើងចាក់ហើយយើងកាត់ចេញកាត់អាតង់ហ្នឹងចេញនេះដូចនេះចឹងយើងកាត់តង់ចេញទាំងអស់យើងអត់ទុកទេសនេះយើងសទឿយើងប្រើ30ដល់ពេលសបន្តយើងប្រើ20អញ្ចឹងមានថាដែកនេះយើងត្រូវពាត់ចូលតម្រូវស20វិញយើងពាត់នៅក្នុងកន្លែងធ្នឹមបាទដើម្បីវាចេញមកដែកលើនេះចេញមកតម្រូវស20វិញ